បងប្អូនតែបងប្អូនប្រើ Telegram យូរហើយតែមិនចេះ scan មិនចេះអីយើងជឿតែវាលេខទូរស័ព្ទគេដើម្បីធ្វើជា brand អីផ្សេងអញ្ចឹងណាអញ្ចឹងទីនេះវាងាយស្រួលទេយើងមិនបាច់វាលេខទូរស័ព្ទញ៉ៃនៅយូរទេគ្រាន់តែឲ្យគេផ្ញើQR code Telegram មកយើង scan យកតែម្ដងទៅវាលឿនណាបងប្អូនបាទដើម្បីបាន QR code Telegram ដើម្បីយើង scan បងប្អូនចុច Telegram បងប្អូនចុចត្រៃ3ខាងលើនេះបាន Telegram របស់ខ្ញុំណាតោះខ្ញុំចូលចុចលើនឹងទៀតមកបាទដល់ពេលចុច profile លើមកយើងឃើញកន្លែង scan នេះបាទនេះអញ្ចឹងកន្លែង scan បងប្អូនចុច share ឲ្យគេក៏បានបងប្អូនចុចថតទៅក៏បានបាទអញ្ចឹងក៏បានអញ្ចឹងដើម្បីយើង scan តែអានេះ Telegram របស់ខ្ញុំនឹង scan មិនកើតទេអញ្ចឹងខ្ញុំមានQR code Telegram ផ្សេងមកហើយហ្នឹងហើយអញ្ចឹងបងប្អូនចូលទៅក្នុងកម្មវិធី Google នេះមកយើងមិនបាច់ចូលច្រំក៏បានចូល Google ចុច Google មកបាទបន្ទាប់មកបងប្អូនងាកមើលនេះខាងលើនេះវាមានកាមេរ៉ាគេដាក់កាមេរ៉ានេះចុចទៅកាមេរ៉ានោះបាទអញ្ចឹងអានេះមិញ QR code ខ្ញុំតែ QR code នេះ QR code ខ្ញុំយកបាននៅក្នុង YouTube ទេបាទឥឡូវខ្ញុំចុច QR code នោះមកដើម្បី scan Telegram បាទអញ្ចឹងរងចាំតិចបាទឥឡូវនេះចេញមកនេះបងប្អូនអស់មើលតិចបាទអញ្ចឹងបងប្អូនមើលនេះlink Telegram គេបងប្អូនចង់ជជែកគ្នាបងប្អូនចុចគេហទំព័រនេះមកបងប្អូនចង់ copy link ចែកអី share អីនេះយកឲ្យគេមកក៏បានតែចង់សងធានាគ្នាយើងចូលគេហនេះមកចុចត្រង់នេះអញ្ចឹងវានាំយើងទៅដល់ Telegram ហ្នឹងបងប្អូនបាទនេះខ្ញុំចេញសិនបាទអញ្ចឹងវានាំទៅដល់ Telegram ហ្នឹងហើយបងប្អូនវាងាយស្រួលតែម្ដងបាទហ្នឹងហើយបងប្អូនថាវីដេអូនេះវាមានប្រយោជន៍ដល់បងប្អូនសូមជួយ Subscribe ទៅ YouTube និងចុច Like Comment អ្នកមួយផងណាបងប្អូនបាទសូមអរគុណសូមជម្រាបលាបងប្អូន